អាជ្ញាធរថៃបញ្ជូនសំណុំរឿងរឹតអូសទ្រព្យសម្បត្តិជាង420លានដុល្លារសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងបណ្ដាញឆបោកការិយាល័យប្រឆាំងការលាងលុយកខ្វក់ AMLO របស់ប្រទេសថៃបានបញ្ជូនសំណុំរឿងរឹតអូសទ្រព្យសម្បត្តិធំៗចំនួន4ករណីដែលមានតម្លៃសរុបជាង13ប៊ីលានបាតដែលមានទឹកប្រាក់ប្រមាណជា420លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ការិយាល័យអគ្គព្រះរាជអាជ្ញាពាក់ព័ន្ធទៅនឹងបណ្ដាញឆបោកឆ្លងដែននិងបណ្ដាញលាងលុយកខ្វក់ដែលជាប់ពាក់ព័ន្ធទៅនឹងអ្នកជំនួញបរទេសរួមមានលោកកុកអានលោកប៊ិនស្មីតលោកយឹមលាក់និងលោកជេនស៊ីកាសែតថៃ Inquirer បានរាយការណ៍នៅថ្ងៃពុធនេះថាព្រះរាជអាជ្ញានឹងស្វែងរកដីកាបង្គាប់ពីតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងនោះដាក់ជាសម្បត្តិរដ្ឋនៅក្នុងរយៈពេលកំណត់នៃច្បាប់90ថ្ងៃទន្ទឹមនឹងនេះដែរអាជ្ញាធរក៏បានបញ្ជាក់ផងដែរថាជនរងគ្រោះអាចនៅតែមានសិទ្ធិទទួលបានការសងជំងឺចិត្តពីមូលនិធិដែលត្រូវបានដកហូតមកវិញទាំងនោះសេចក្តីព័ត៌មាននេះបានធ្វើការផុសដោយ The New នៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026